សូមជម្រាបសួរបងប្អូនពុកម៉ែដែលជាពលរដ្ឋខ្មែរទាំងអស់គ្នាបាទហើយក្នុងថ្ងៃនេះគឺកូនប្រុសអ្នកស្រាយបានផុសវីដេអូមួយប្រាប់អំពីឆ្នាំដែលពេទ្យមើលអត់ជាទេហើយប្រជាពលរដ្ឋខ្មែរយើងនិងប្រជាមនុស្សទូទៅទាំងពិភពលោកតែងតែកើតហើយពេទ្យមើលអត់ជាបាទហើយតើជំងឺនោះគឺជំងឺអីគឺជំងឺបេះដូងរីកបាទអញ្ចឹងឃើញប្រជាពលរដ្ឋខ្មែររបស់យើងគឺកើតច្រើនមែនទែនបាទជំងឺបេះដូងរីកហ្នឹងឃើញច្រើនហើយជំងឺបេះដូងរីកហ្នឹងពិបាកទ្រាំជាងគេបងប្អូនហើយពិបាកជាជំងឺស្អីទីដោយសារអីមនុស្សយើងឈឺទៅមានកម្លាំងប៉ុន្តែហត់ធ្វើការហត់យើងហូបអីបានប៉ុន្តែហត់តែម្ដងហត់រហូតដល់តែដាច់ខ្យល់ម៉ាត់ជំងឺបេះដូងរីកហ្នឹងណាអាហ្នឹងរហូតហត់វាដល់ដំណាក់កាលរីកដល់ដំណាក់កាលវាហត់ទៅដាច់ខ្យល់ម៉ាត់អញ្ចឹងក្នុងថ្ងៃនេះកូនប្រុសអ្នកស្រាយបានប្រាប់គេជាពីជំងឺបេះដូងរីកនឹងហើយបានកូនប្រុសអ្នកស្រាយប្រាប់ស្បផ្សាយក្នុងវីដេអូថ្ងៃនេះអញ្ចឹងហើយហេតុមុខចង់ដឹងថាឆ្នាំដែលបេះដូងរីកនោះគឺស្អីគេបាទអញ្ចឹងក្នុងប្រទេសកម្ពុជាយើងសម្បូរច្រើនមែនទែនបាទហើយពិសេសនៅផ្សារដើមកក្នុងថ្ងៃនេះខ្ញុំមកផ្សារដើមកគឺឃើញឆ្នាំច្រើនមែនទែនហើយបងប្អូនដឹងទេឆ្នាំគឺឆ្នាំអីនេះផ្លែម្នាស់បាទផ្លែម្នាស់តែមួយមុខទេដែលជាបាលជំងឺបេះដូងរីកហើយថាមូលហេតុអីចង់ដឹងថាវាធ្វើម៉េចដើម្បីឲ្យមានម្នាស់នឹងមានប្រសិទ្ធភាពទៅលើជំងឺបេះដូងរីកបាទអញ្ចឹងកូនប្រុសអ្នកស្រែសូមប្រាប់អំពីវិធីសាស្ត្រដែលធ្វើផ្សំណាអញ្ចឹងម្នាស់នេះគឺយកម្នាស់ឲ្យធំជាងហ្នឹងមកបងប្អូនណាកុំឲ្យយកម្នាស់ទៅអញ្ចឹងហើយម្នាស់នេះទុំល្មមក្រហមព្រឿងបងប្អូនណាបាទយកក្រហមព្រឿងឲ្យធំជាងហ្នឹងវែងតិចមកអញ្ចឹងយកមកកាត់ក្បាលវាហើយយកទៅដុតបាទយកទៅដុតឲ្យខ្លោចទៅហើយឲ្យទឹកនៅក្នុងម្នាស់ហ្នឹងពុះបាទនៅក្នុងម្នាស់ហ្នឹងពុះហើយក៏យកវាមកចិត្តទី4ពុះវាជា4យកទៅហាលម្សៅមួយយប់បាទក្នុងខែនេះពិបាកបន្តិចឯងបងប្អូនឃើញកំពុងអាការជំងឺនេះឬក៏ថាឃើញវីដេអូនេះហើយកំពុងអាការជំងឺនេះវាពិបាកបន្តិចព្រោះថានៅអត់មានម្សៅទេបងប្អូនណាវាពិបាកបន្តិចប៉ុន្តែយើងអាចដុតទៅហូបទៅព្រោះនៅព្រះវិហារនោះខ្ញុំប្រាប់គេនៅព្រះវិហារនោះគឺទៅគាត់ទៅថៃហូបហើយបាន3ផ្លែគាត់ទៅថៃពេលថៃគាត់ថាបេះដូងគាត់ដើរស្រួលហើយដល់ពេលថតមើលបេះដូងគាត់រួមខុសធម្មតាបាទខុសពីមុនមកហើយឥឡូវគាត់មានសុខភាពអីរៀងស្រួលបួលជាងមុនហើយដោយសារបេះដូងគាត់រួមបន្តិចហើយបាទដោយសារហូបមនុស្សអត់តែ3ផ្លែទេតែប៉ុន្តែវាអត់បានហាលសើមទេគាត់ហាលទៅនៅព្រះវិហារស្រុកព្រៃផងហកភ្លៀងឈូអញ្ចឹងគាត់យកមកຕົកព្រឹកឡើងគាត់ហូបអញ្ចឹងវាទៀមទាអាហារសើមទៀតបាទបានវាមានសុខភាពខ្ពស់ហើយបើខែអង្សើមវិញណាសូមបងប្អូនហូបតែ3ផ្លែបានណាបងប្អូនណាហូប3ផ្លែសូមបងប្អូនទៅពិនិត្យសុខភាពមើលថតបេះដូងមើលព្រោះខ្លាចស្វិតហូបធម្មតាបាទអញ្ចឹងគេឲ្យហូបតែ3ផ្លែទេហូប3ផ្លែទៅពិនិត្យហូប3ផ្លែទៅពិនិត្យបាទអញ្ចឹងមានប៉ុណ្ណឹងឯងគឺមុនដំបូងយើងដុតឲ្យខ្លោចហើយមានពុះទឹកក្នុងម្នាស់ហ្នឹងហើយពុះជា4យកទៅហាលអង្សើមហើយព្រឹកឡើងយើងជាអាសបកខ្មៅចឹងយើងហូបតាល្អទៅយើងអ្នកដែលអត់មានរោគកាពះទេយើងហូបមុនបាយហើយកុំតន់លុបមុខបាទយើងជាស្អាតហើយយើងហូបមុនបាយកុំតន់លុបមុខបាទហើយចំពោះអ្នកមានរោគកាពះយើងអាចហូបក្រោយបាយបានបាទក្រោយបាយហើយ10នាទីអីទៅយើងហូបក្រោយបាយណាអញ្ចឹងសូមផ្ដាំបងប្អូនទាំងអស់អ្នកលេងក្នុងសង្គម Facebook ទាំងអស់ទាំងក្នុងនិងក្រៅប្រទេសបើឃើញវីដេអូនេះហើយសូម share បន្តគ្នាដើម្បីចែកជារំដឹងដល់ជាពលរដ្ឋខ្មែរនិងមនុស្សទូទាំងពិភពលោកផងបាទអញ្ចឹងខ្ញុំកូនប្រុសអ្នកស្រីកុំឲ្យវីដេអូកាន់តែវែងឆ្ងាយកូនប្រុសអ្នកស្រីមានដំណឹងប៉ុណ្ណឹងឯងចង់ចែករំលែកដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ឲ្យបានជាពីជំងឺបេះដូងរីកព្រោះថាធម្មតាជំងឺបេះដូងរីកអត់ជាទេកូនប្រុសអ្នកស្រីចង់ជំនួសជីវិតប្រជាពលរដ្ឋខ្មែរទូទៅអញ្ចឹងសូមកូនប្រុសអ្នកស្រីសូមអរយោបល់សូមជម្រាបលាបាទ